សមុទ្រនៃក្រុងព្រះសីហនុបានទទួលស្វាគមន៍វត្តមានដែកថែបលើទឹកកកពីរុស្ស៊ីជាថ្មីម្ដងទៀតនៅក្រោមពន្លឺថ្ងៃនាព្រឹកថ្ងៃទី6ខែមេសានាវាចម្បាំង2គ្រឿងរបស់មហាអំណាចយោធារុស្ស៊ីបានអណ្ដែតខ្លួនចូលចតយ៉ាងស្ងប់ស្ងាត់ប៉ុន្តែពោពេញដោយអានុភាពដើម្បីចាប់ផ្ដើមបេសកកម្មទស្សនកិច្ចមិត្តភាពរយៈពេល3ថ្ងៃប្រសិនបើយើងក្រឡេកមកមើលពីសមិទ្ធភាពបច្ចេកទេសវិញនាវា Sovereigny និង Rescue មិនមែនជានាវាធម្មតានោះទេពួកវាជានាវាប្រភេទ Corvette ស្ថិតក្នុងថ្នាក់ Steriguchi Class ដែលមានតម្លៃចន្លោះពី120ទៅ150លានដុល្លារក្នុងមួយគ្រឿងជាមួយនឹងប្រវែង104ម៉ែត្រនិងទម្ងន់2200តោននាវាទាំងនេះបំពាក់ដោយប្រព័ន្ធរ៉ាដានិងមីស៊ីលចម្រុះទំនើបបំផុតដែលអាចបំពេញភារកិច្ចបានទាំងការវាយប្រហារនិងការពារព្រមទាំងមានកន្លែងសម្រាប់ចោះចតឧទ្ធម្ភាគចក្រទៀតផងវត្តមានរបស់នាវិកររុស្ស៊ីជាង260នាក់នៅពេលនេះមិនត្រឹមតែជាការផ្លាស់ប្ដូរបទពិសោធន៍យោធាប៉ុណ្ណោះទេប៉ុន្តែវាក៏ជាសញ្ញានៃមិត្តភាពដែកថែបដែលកម្ពុជានិងរុស្ស៊ីបានកសាងជាច្រើនទសវត្សរ៍មកហើយក្រៅពីជំនួបផ្លូវការក៏មានកម្មវិធីជួបជុំបែបមិត្តភាពដូចជាការលេងបាល់ទាត់រវាងកងទ័ពទាំងពីរនិងការអនុញ្ញាតឲ្យសិស្សានុសិស្សចូលទស្សនាផ្ទាល់លើនាវាដែលជាការបើកទូលាយនៃចំណេះដឹងផ្នែកយោធាជើងទឹកក្នុងកំឡុងពេលស្នាក់នៅកម្ពុជាគណៈប្រតិភពរុស្ស៊ីនឹងចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុនិងមេបញ្ជាការមូលដ្ឋានសមុទ្ររៀមអ្វីដែលគួរឲ្យចាប់អារម្មណ៍លោកឧបនាយករដ្ឋមន្ត្រីទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិក៏នឹងអញ្ជើញឡើងទស្សនកិច្ចផ្ទាល់នៅលើនាវាទាំងនេះផងដែរតាមរយៈរបាយការណ៍ដែលបង្ហាញថាមាននាវាចម្បាំងរុស្ស៊ីដល់ទៅ18គ្រឿងហើយដែលបានចូលចតនៅកម្ពុជាតាំងពីឆ្នាំ2011វាបានបញ្ជាក់យ៉ាងច្បាស់ថាមិនថាស្ថានភាពពិភពលោកប្រែប្រួលយ៉ាងណាកិច្ចសហប្រតិបត្តិការការពារជាតិរវាងភ្នំពេញនិងមូស្គូនៅតែបន្តបោះជំហានទៅមុខយ៉ាងរឹងមាំគិតចាប់ពីឆ្នាំ2014មកនេះគឺជាលើកទី8ហើយដែលនាវាចម្បាំងរុស្ស៊ីបានចូលចតនៅកម្ពុជានេះគឺជាសក្ខីភាពមួយបង្ហាញពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដ៏រឹងមាំនិងមិត្តភាពរវាងប្រទេសទាំងពីរសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចចុច Subscribe Channel របស់ខ្ញុំផង